trong mà nút bay tay trong bay sai phía tràn cứ sắp tay chia mà nút đây để dây phía xa mà nút đáp phía xa mà nút hoạt ban thế hay vô chứ hai thằng dây phía xa mà nút đáp phía xa mà nút bán viên bay lông buôn hàng bốc trâu mà đó từng kriêm lông lông thì bay được trâu mà đó nó ngồi để trời ca bưng bẹt đặc biệt sợ chuối trời ca bưng bẹt vay rọc mà nút miền bòn chuốiពីព្រោះកាលណាផ្លូវលោកនិយាយភាសាមនុស្សស្ដាប់គ្នាមិនបានហើយមានអាណាទៅនិយាយស្ដាប់ទៅទៀតបើអញរៀងខ្លួនទៅហើយអានោះហើយដែលត្រូវការអ្នកមានសិលអ្នកមានបុណ្យវាសនាក្នុងការប្រើដៃចាស់របស់ខ្លួនទៅក្របមនុស្សសបែតតោនឹងមនុស្សដេរឆានណៅអស់នោះឲ្យចាញ់ក្រោមរិទ្ធចេស្តារបស់ព្រះអង្គឲ្យនាំគ្នាដាក់អាវុធទាំងអស់គ្នាចាំមើលដល់ពេលនោះវាកើតឡើងហើយព្រោះអ្វីដែលវាកើតមកក្នុងโลกនេះដូចជាសង្គ្រាមលោកលើកទី1លើកទី2វាមិនអាចមានតែលើកទី1លើកទី2ហើយបាត់អត់មានលើកទី3ទេឲ្យយល់ចេះហើយបើវាគ្មានលើកទី3លោកត្រូវតែមនុស្សក្នុងโลกនេះមនុស្សជាតិទាំងអស់ក្នុងโลกនេះជាមនុស្សដែលស្គាល់ខ្លួនឯងច្បាស់មិនចាត់ទុកនរណាជាសត្រូវបដិបត្តិសិលរបស់ខ្លួនឯងទាំង5បានចោលជួនស្គាល់ព្រះស្គាល់បុណ្យស្គាល់សច្ចធម៌គ្រប់យ៉ាងអានោះទើបវាឆ្លងផុតភាពមហន្តរាយនៃផ្លូវលោកនេះបានណាហើយចូលបើមនុស្សរាល់ថ្ងៃនិយាយទៅទើសបន្តិចមើលតែខឹងអាណាចំណែនអាណាមិនចង់ឲ្យអាណាត្រូវមិនចង់ឲ្យណាខ្លាំងជាងខ្លួនឯងចាប់ផ្ដើមរកល្បិចចាំមើលឲ្យតែនិយាយខុសបន្តិចធ្វើល្បិចដួលហើយកុំតិចឯងកុំឲ្យសល់ឃើញទេមនុស្សឥឡូវវាភាគច្រើនស្ថិតនៅក្នុងមនុស្សសបែតតនិងមនុស្សដេរឆានណោនេះហើយអញ្ចឹងបានថាគុំឆ្ងល់ច្រើនកូនទាំងឡាយបើមាននិស្ស័យចំពោះពធចូលនាំគ្នាធ្វើអ្វីកុំឲ្យភ្លេចប្រធបើផ្លូវលោកគេធ្វើអីរឿងរបស់គេឲ្យគេធ្វើទៅនាំគ្នាស្វែងរកពធប្រតិបត្តិចិត្តរៀងខ្លួនឯងម្នាក់ណាតែប៉ុណ្្នឹងទៅវាបានសុខគ្រប់គ្នាដែរសម្បត្តិដែលយើងមានត្រូវចាំថាវាគ្រាន់តែជាសភាវៈមួយជួយទំនុកបំរុងបណ្ដោះអាសន្នដើម្បីឲ្យមនុស្សនោះងាយស្រួលក្នុងការដើរស្វែងរកពធទាំងឡាយឃើញទេសំកសលបន់ខ្លួនឯងអានោះវាច្បាស់ចឹងហើយសូមមើលសំណួរសិនអនិច្ចាមនុស្សលោកជាមនុស្សបរិសុទ្ធលោកឪដូចលោកឪសួងព្រះអង្គជាមនុស្សបរិសុទ្ធមួយជាគំរូក៏លោកឪសួងបើប្រៀបធៀបលោកគឺคล้ายទៅជាព្រះអរហន្តคล้ายទៅជាព្រះអរហន្តនៅតែបន្តពីព្រះអរហន្តទៅនឹងបានទៅដល់និព្វានភ្លាមនេះលោកឪសួងឃើញទេអានឹងឲ្យយល់ចឹងហើយកាលណាយើងបានដើរដល់ចំណុចនៃព្រះអរហន្តហើយមានរឿងអីដែលយើងមានចិត្តប្រាថ្នាអីទៀតសម្បត្តិទាំងឡាយដែលមានក្នុងភពរបស់ខ្លួនបច្ចុប្បន្នវាគ្រាន់តែជាសម្បត្តិមួយត្រឡត់កើតទេនៅពេលណាដែលបុគ្គលនោះខ្លាចទៅជាព្រះអរហន្តត្រូវការអីគឺបាននឹងដូចតែគ្នាចង់ត្រូវការស្អីគាត់និមិត្តផ្លឹបមកនៅមុខនោះឯងបានភ្លាមនោះឯងតែមិនហៅថាព្រះអរហន្តត្រូវការមាសនិមិត្តផ្លឹបមាសនៅមុខត្រូវការពេជ្រមាសមកកញ្ចែកនៅមុខអាហ្នឹងបុគ្គលដែលខ្លាចទៅជាព្រះអរហន្តដែលសម្រេចនៅ
ឈានគ្រប់រឿងនេះឃើញទេអញ្ចឹងហើយបានព្រះអរហន្តគ្រប់អង្គមុននឹងខ្លាយទៅជាព្រះអរហន្តនេះវាចាក់លះផុតអស់នៅកិលេសទាំងពួងទៅហើយឃើញទេសេចក្តីប្រាថ្នាទាំងឡាយដែលមានក្នុងសតិក្នុងប្រាណក្នុងនគរកាយក្នុងយានក្នុងភូតក្នុងអារម្មណ៍គ្មានអីទាំងអស់ឲ្យយល់ចេះណាបុគ្គលដែលខ្លាយទៅជាព្រះអរហន្តឃើញទេចូលចម្រើនណាកូនអរគ្នាដែលបានស្ដាប់ចូលមកស្ដាប់លោកឪចែករំលែកណែលោកឪសូមកំពុងឆែកមើលសំណួរសិនក៏លោកមានសំណួរកូនណាសួររឿងអីទៀតមើលឃើញទេអូច្បាស់ធារាលោកឪទឹកជ្រោះមានច្រើនទេលើភ្នំពរមានច្រើនក៏ប៉ុន្តែឥឡូវទឹកជ្រោះកន្លែងលោកឪនេះណាញាតិញោមពុទ្ធបរិស័ទនៅតាមទីចិត្តទីឆ្ងាយដែលបាននាំគ្នាឡើងមកងូតទឹកជ្រោះនេះហើយឡើងមកហើយពាំនាំមកជាមួយនឹងថង់មីដបទឹកសុទ្ធស្បោងចោលរប៉ាត់រប៉ាយពេញនឹងឯងឃើញទេវាខ្លាចទៅជាជ្រោះនឹងជ្រោះអីឥឡូវនេះហើយលោកឪនេះជាមួយតបោះនៅទៅនាំតបោះដើររើសសម្រាមតាមមាត់ជ្រោះនឹងចេញម្ដងមួយសាអញ្ចឹងទៅឃើញទេហើយខាងមន្ត្រីបរិស្ថានខាងមន្ត្រីអីឡើងមកបែរជាមកបន្ទោសថាលោកឪនៅនឹងបង្កឲ្យមានសម្រាមកក្រិចកន្លែងជ្រោះកន្លែងអីណាតែប្រេះតែផ្ដាស់ទៅវិញបានឃើញភ្នែកដែរនិយាយហ្នឹងណាអាត្មាជាអ្នកនាំតបោះទាំងអស់ដើរនេះណែឬសម្រាមតាមមាត់ជ្រោះសម្អាតពីព្រោះទឹកជ្រោះនេះអាត្មាប្រើវាត្រូវការស្អាតចឹងមនុស្សលោកទាំងឡាយដែលឡើងមកពីគ្រប់មជ្ឈដ្ឋានដែលមកលេងនោះសំណុំពរថាចៅកូនទាំងឡាយនោះខ្លះឡើងយកមកក៏ក្រិចដបទឹកសុទ្ធបោះពេញជ្រោះថង់មីថង់នំស្អីនៅវល់ពេញហ្នឹងអើយមកបន្ទោសអ្នកបួសនៅនេះទៅទៀតវាមិនត្រូវឃើញទេ